តាមថាទូអ្នកស្គាល់វាក្រៅទាំងស្រីទាំងប្រុសបើស្រីប្រយ័ត្នរបស់ប្រយ័ត្នអ្វីបានបើប្រុសក៏ដោយខ្ញុំនិយាយត្រង់ទៅបើសិនជាថាលងស្នេហ៍ជាមួយវាដេកមួយវាប្រយ័ត្នពងផងប្រយ័ត្នវាដេកលួចទាំងពងមកទៅទៀតប្រយ័ត្នពងផងប្រយ័ត្នវាដេកលួចទាំងពងមកទៅទៀតអីប្រយ័ត្នពងណាទៀតទេចាប់វាលួចអស់ហើយហ្នឹងមីនេះវាចេញមកជ្រុកវាលួចហ្មងអ្វីបានតែវាលួចទាំងពងមកទៅទៀតហើយយល់អត់ខ្ញុំមានន័យថាឥឡូវនេះយើងបានឆែកកាមេរ៉ាសវត្ថិភាពឃើញទូរស័ព្ទស្ត្រីខាងលើហ្នឹងយកចុះមកមែនហ្នឹងហើយឃើញវាដាក់ខាងក្រោមប្រអប់ត្រេននឹងត្រេននិយាយទៅវាលួចទូរស័ព្ទលុយ$200នឹងត្រេនសរុបទាំងអស់ប្រហែលសរុបទាំងអស់$1900លួចទូរស័ព្ទមកងុំទេងុំលួចត្រេនដល់យើងស៊ីទៀតមកខឹងរឿងត្រេនហ្នឹងហ្មងហ្នឹងហើយខឹងរឿងត្រេនហ្នឹងទៀតខ្ញុំទិញពីប្រអប់វាស៊ីអស់មកប្រអប់ហើយយកទៅទៀតបាទយល់ប្រអប់អូនទិញប្រហែលពេលហ្នឹងខ្ញុំអត់ដឹងដែរដូចខ្ញុំទិញកន្លែងមកឃ្លៀចពីប្រអប់ហ្នឹងដូចអស់ជាង25រៀលអូអូនឯងទិញពីប្រអប់ដើម្បីទុកញ៉ាំហ្នឹងហើយដាក់ផ្លាសេក្នុងទូទឹកកកយ៉ាងទៅហើយតែពេលជន់សង្ស័យដែលជានារីប្រើល្បិចហ្នឹងហូបត្រេនហើយថែមទាំងយកទូរស័ព្ទហើយថែមទាំងយកលុយទៀតហ្នឹងបងតែអូនរឿងទូរស័ព្ទរឿងលុយអត់ខឹងទេអត់ខឹងវាលុយត្រេនហ្នឹងហ្មងត្រេន25រៀលខឹងខ្លាំងប្រហែលខ្លាំងប្រហែលថ្ងៃលុយហើយថ្ងៃយកត្រេនទៅអីចាំងព័ត៌មាននេះពិតអីបងមកឲ្យបងជួយធ្វើការផ្សព្វផ្សាយហ្នឹងពិតអត់មិនមែនបងប្រឌិតឬក៏មិនប្រឌិតទេបងខ្ញុំអត់ប្រឌិតទេបងត្រឹមតែទូរស័ព្ទមួយនឹងរឿងហ្នឹងខ្ញុំអត់ប្រឌិតទេបងប៉ុន្តែមនុស្សនេះខ្ញុំគិតថាវាខាងបោកកេស្តាអញ្ចឹងខ្ញុំចង់ឲ្យបង្ហាញមុខវាព្រោះវាមិនខ្ញុំគិតថាវាមិនមែនបោកតែខ្ញុំទេអញ្ចឹងក៏បំណងខ្ញុំរបស់បានមិនបានមកវិញវាមិនមែនជាបញ្ហាគឺខ្ញុំមិនចង់ឲ្យវាទៅបោកមនុស្សអញ្ចឹងវាគិតថាខ្ញុំ slot ខ្ញុំមិនហ៊ានធ្វើអីវាអញ្ចឹងចង់ប្រាំទៅថាគាត់ថាខ្ញុំ slot មិនហ៊ានធ្វើអីណែឯងប៉ុន្តែណែឯងជួបរបស់ពិតណែឯងក៏ហ៊ានធ្វើខ្ញុំក៏ហ៊ានធ្វើណែឯងហ៊ានលួចខ្ញុំហ៊ានប្តឹងណែឯងហ៊ានលួចខ្ញុំហ៊ានផោះអញ្ចឹងបើសិនជាឃើញវីដេអូហ្នឹងហើយណែឯងយកទូរស័ព្ទមកឲ្យខ្ញុំវិញហើយយកលុយមកឲ្យខ្ញុំវិញឲ្យគ្រប់ចំនួនហើយណែឯងត្រូវសុំទោសខ្ញុំជាសាធារណៈហើយខ្ញុំនឹងអត់ដកពីប្តឹងប៉ុន្តែបើណែឯងនៅតែមិនអញ្ចឹងទេខ្ញុំនឹងធ្វើតាមផ្លូវច្បាប់ចាប់បានកន្លែងណាញាត់គុកកន្លែងហ្នឹងណែឯងត្រូវចាំហ្នឹងចែនេះឈ្មោះអីគេឈ្មោះពៅហេងហៅក្រៅចៃវៀតណាមអូចៃវៀតណាមពៅហេងហៅក្រៅចៃវៀតណាមហ្នឹងហើយនេះរូបភាពគាត់បែងមើលពាក់មានប៉ុណ្ណានៃឲ្យធ្វើខ្លួនហៃសូសាហាវតែនេះគេហៅមីហៃសូប្រហោងក្នុងអូហៃសូប្រហោងក្នុងហ្នឹងហើយតែមាសនេះមាសពិតប្រកបឬក៏មាសខ្លាំងខ្លាំងខ្លាំងព្រោះខ្ញុំអង្គុយចិត្តវាខ្មៅបងអូបងអូនអង្គុយចិត្តដែរប៉ុន្តែមើលទៅដូចជាខ្មៅអាប់ហ្នឹងហើយហើយតែពេលអាប់យើងក៏មិនសួរដេញដោលដែរព្រោះគេពាក់មាសមែនឬក៏ពាក់មាសខ្លាំងខ្លាំងខ្ញុំអត់ស្គាល់ទេហ្នឹងហើយសំខាន់គាត់ថាអញ្ចេះខ្ញុំវាមិននឹកស្មានណាព្រោះខ្ញុំទៅតុកខ្ញុំខំតុកចិត្តខ្ញុំអត់នឹកស្មានថាវាហ៊ានធ្វើចរិតថោកដល់ថ្នាក់ហ្នឹងវាមកលួចរបស់យើងណាបែរយល់អត់ខំតុកចិត្តឲ្យបាយវាស៊ីឲ្យចាស់វានៅជូនវាទៅ KTV ទៀតទៅរកប្រុសទៀតវាធ្វើចរិតចឹងណាយើងមិនគិតមើលខឹងបណ្ណាហ្នឹងហើយខំតុកចិត្តហ្នឹងហើយពាក់មាសធំណានិយាយទៅកុំតុកចិត្តថាពួកមនុស្សពាក់មាសធំហ្នឹងបោកសាហាវខ្លាំងណាខ្ញុំនិយាយមើលបោកសាហាវឃើញខាងក្រៅហៃសូផងក្នុងអូតែពេលឥឡូវប្រើល្បិចយកទូរស័ព្ទ17 Pro Max មកគ្រឿងយកទៅបាត់លុយចំនួន200ក៏យកទៅបាត់ទៀតលុយ200មកសើខឹងហើយបងខឹងវាលួចត្រេនវាលួចទៅហើយបាញ់លួចត្រេនទៅមកមីបាញ់ខឹងរឿងលួចត្រេនទៀតខឹងខ្លាំងហើយតែមកស្គាល់គ្នាថ្មីហើយតែពេលប្រើល្បិចបាទលួងលោមថាបបួលគ្នាទៅធ្វើការងារនៅកន្លែងមួយទៀតបាទតែពេលប្រើល្បិចចឹងទៅក៏សុំតែស្នាក់នៅផ្ទះប្អូនហ្នឹងប្រើល្បិចហ្នឹងប្រហែលដងបានជាប្អូនឲ្យទៅស្នាក់នៅហ្នឹងមើលខ្ញុំជួបគ្នាលើកទី1ហ្នឹងនៅសមុទ្រហ្នឹងវាសុំយើងទៅលេងចាស់យើងម្ដងហើយប៉ុន្តែខ្ញុំរវល់ការងារខ្ញុំដើរលេងជាមួយគ្នាខ្ញុំព្រោះខ្ញុំក្មេងៗវាកាចាស់អញ្ចឹងពេលដែលវាសុំទៅហ្នឹងខ្ញុំអត់ទាន់ឲ្យវាទៅទេថ្ងៃទី1ហ្នឹងបន្ទាប់មកម្លង3ថ្ងៃខ្ញុំក៏ហក់វាទៅខ្ញុំនៅពេញនៅកពតខ្ញុំអត់នៅផ្ទះទេខ្ញុំមកពេញខ្ញុំមានការបន្ទាប់មកខ្ញុំចុះទៅវិញដល់ថ្ងៃទី18ហ្នឹងខ្ញុំចុះទៅវិញថ្ងៃទី18ពេលថ្ងៃម៉ោង12ថ្ងៃត្រង់វាបានមកដល់ផ្ទះខ្ញុំហើយដែលវាព្យាយាមនិយាយទៅអត់តែពេលខ្ញុំដើរលេងណាវាថាដើរលេងសប្បាយអត់ហែងទៅណាហែងទៅមួយណាគេហើយមិនអត់ហៅចែអញ្ចឹងណាឲ្យយើងនឹកឃើញថាចិត្តដល់ថ្ងៃយើងឡើងទៅធ្វើការព្រោះខ្ញុំត្រូវឡើងទៅកោះរុងហ្នឹងណាដែលវាកន្លែងវាណែនាំទៅការងារហ្នឹងគឺថ្ងៃទី19ដល់ពេលហើយថ្ងៃទី18ពេលថ្ងៃត្រង់ហ្នឹងខ្ញុំក៏ហៅវាមកទៅអាថ្ងៃហ្នឹងឯងពេលយប់ល្ងាចហ្នឹងខ្ញុំនាំវាទៅស៊ីអីហើយត្រឡប់មកវិញវាលួចទៅហ្មងអូនាំទៅហូបអីទៀតហ្នឹងឯងនាំទៅហូបអីខ្ញុំទៅគេទៅវាខ្ញុំអូនអ្នកចេញលុយទៀតហ្នឹងហើយព្រោះអីដោយសារគេនាំយើងទៅធ្វើការបែរយើងត្រូវប៉ាវគេញ៉ាំអីទៅមើលទៅគេសនំសនួនដែរពាក់មាសមករៀងខ្មៅយើងក្រឹបដែរយើងຕົកចិត្តគេបែរយល់អត់អូសម្ភារៈនិយមគាត់ហ្នឹងមើលទៅដូចជាអ្នកមានដូចជាលំដាប់ដែរណ៎យ៉ាបងហើយតែពេលមកធ្វើចរិតបែបប្រើល្បិចកលលួចយកទ្រព្យសម្បត្តិរបស់បងអូនវិញអូនមានអារម្មណ៍យ៉ាងម៉េចដែរខាំងប្រយគេវាយល់ធ្លាប់ចែយើងធ្លាប់តែឃើញមនុស្សធ្វើធម្មតាអីអត់ចឹងវាមកបោកដល់ពេលអានេះរបៀបថាយើងមិនមែនថាយើងទុកចិត្តគេហ្មងទេប៉ុន្តែយើងនឹកឃើញថា
ក្នុងផ្ទះយើងវាមិននឹកស្មានថាវាហ៊ានលួចវាហ៊ានលួចទាំងទូរស័ព្ទទាំងអីហើយនៅមួយទៀតនៅការចរាយន្តទៅវាយកទាំងការចរាយន្តខ្ញុំទៅទៀតការចរាយន្ត ទាំងយើងចូលទៅបន្ទប់ទឹកមួយផ្លែតហ្នឹង ហ្នឹងតែមួយផ្លែតហ្នឹងហ៎បង ឆ្លៀតឱកាសមួយផ្លែតហ្នឹងក៏យកទ្រព្យសម្បត្តិដូចជាទូរស័ព្ទនិងលុយយកទៅតែម្ដង ហ្នឹងហើយ ហើយអាកាសចរាយន្តនៅក្នុងខុនដូហ្នឹងក៏យកមកទៀត ហ្នឹងហើយ ប្រើល្បិចលឿន ចា ជើងស្តាស់មែនឬក៏យ៉ាងម៉េចបង ខ្ញុំគាត់ថាជើងស្តាស់ ជើងស្តាស់ ហ្នឹងហើយខ្ញុំឃើញតាមឆាកខ្ញុំឃើញវាគាត់ថាវាទៅមើលស្គាល់ខ្ញុំអញ្ចឹងខ្ញុំអត់អាចចាប់អ្វីវាបានណាប៉ុន្តែខ្ញុំបានទាំងរូបភាពព្រោះវាប្លុកខ្ញុំអស់ហើយខ្ញុំអត់អាចរកវាឃើញទេប៉ុន្តែមានអ្នកស្គាល់វាច្រើនខ្ញុំឆាយ TikTok វាទៅឃើញអ្នកមានអ្នកឆាតឲ្យវាសងលុយវាអីចឹងណាបងអញ្ចឹងខ្ញុំគាត់ថាវាជើងស្តាស់ហើយរឿងបោកហ្នឹង តែពាក់ព័ន្ធនឹងករណីហ្នឹងបងបានទៅដាក់ពាក្យបណ្ដឹងនៅ ខ្ញុំបានដាក់ពាក្យបណ្ដឹងហើយ អញ្ចឹងមានន័យថាបងបានទៅដាក់ពាក្យបណ្ដឹងនៅឯប៉ុស្តិ៍រដ្ឋបាលនៅក្នុងក្រុងប្រសេះនោះហើយ ហ្នឹងហើយខ្ញុំដាក់ប៉ុស្តិ៍នៅសង្កាត់3 សង្កាត់3ក្រុងប្រសេះនោះ ហ្នឹងហើយក្រុងប្រសេះនោះ ប្រវត្តិគាត់បងដឹងថាគាត់នៅម្ដុំណា ពីមុនមកវាធ្វើការនៅខ្ញុំលើថាវាធ្វើការនៅកោះឋានសួគ៌ហ្នឹងណាប៉ុន្តែចាំមនុស្សបោកយើងអត់ដឹងថាຕົកចិត្តសម្ដីវាមិនទេគាត់ថាវាប្រាប់យើងថាវានៅធ្វើការនៅកោះឋានសួគ៌ឯងតែប្រវត្តិដែលខ្ញុំស្គាល់វានឹងមកគឺធ្វើការនៅកោះរាជបុត្រជាមួយគ្នាហ្នឹងហើយហើយដល់ពេលហើយពួកខ្ញុំដូរទីតាំងដោយសារខ្ញុំធ្វើការខ្ញុំដូរកន្លែងអញ្ចឹងណាដល់ពេលហើយវាខ្ញុំជួបវានេះវាថាវាធ្វើការនៅកោះឋានសួគ៌ដល់ពេលឃើញ TikTok វាថាវានៅកោះកុងតែខ្ញុំអត់ដឹងថាវានៅណាប្រកាសទេ សារតែបាទសម្ភារៈនិយមរបស់គាត់នេះយើងឃើញថាបាទពិតជាបាទ high soul មែនទែនបើយើងមើលមួយផ្លែទៅដូចជាបាទជំទាវឬក៏ជាលំដាប់អ្នកមានមួយរូបដែរក៏ប៉ុន្តែបងអូនស្រីថាបាទមាសដែលពាក់នៅបាទរង្វង់ខ្លួនរបស់គាត់ហ្នឹងមើលទៅបាទវាមាសដែរក៏ប៉ុន្តែមាសអាប់បាទមាសអាប់អញ្ចឹងបងអូនស្រីក៏បាទមិនបានបាទទៅបាទសួរនាំថាវាពិតឬក៏វាមិនពិតដែរក៏ប៉ុន្តែអ្វីដែលបងអូនស្រីហួសចិត្តនោះបាទយកទូរស័ព្ទនិងលុយមួយចំនួនទួយហ្នឹងហើយបាទថែមទាំងយកតរ៉េនដែលបងអូនស្រីទិញ25រៀលបាទពីប្រអប់ហ្នឹងបាទញ៉ាំតទៅអស់បាទបានយកទូរស័ព្ទនិងបានលុយបាទយកចុះមកក្រុមបាទតែពេលអញ្ចឹងឥឡូវបងអូនស្រីក្តៅរឿងតរ៉េនហ្នឹងតែម្ដងបាទបើទូរស័ព្ទនិងលុយអត់សូវក្តៅប្រហែលទេបងអូនណាអត់សូវក្តៅទេ សំខាន់វាស៊ីអស់មកប្រអប់ហើយអាមកប្រអប់ហ្នឹងវាអត់ទុកឲ្យយើងស៊ីវាយកទៅមកតង់ទៀត អូបាទពិតជាបាទប្រើល្បិចកលបាទខ្ពស់មែនទែនតែម្ដង ជ្រុងវាតាណាក៏ឃើញតែសក់និយាយទៅក៏លុកលៀនដែរឃើញតែសក់ដែរបើនិយាយពីកតុបទឹកវិញណាគេអស់ហើយដោយសារតែខ្សែសក់ហ្នឹងប្រើអីក៏ត្រូវដែរតែឥឡូវមកប្រើជាមួយនឹងឈុតសក់របស់ Yuvel តែមកអត់ទៅទេឃើញសក់ខ្ញុំប្លែកហ្មងសក់ក៏អន់ជ្រុងសំខាន់ណាកូនសក់ដោះមកឡើងចងចាំងពេញក្បាលហ្មងឃើញសក់ខ្លួនឯងឡើងឡោះឡងឡើងកុនហ្មងណា ព័ត៌មាននេះពិតអីបងអូនមកឲ្យបងជួយធ្វើការផ្សព្វផ្សាយហ្នឹងពិតអត់មិនមែនបងអូនប្រឌិតឬក៏មិន មិនទេទេបងខ្ញុំអត់ប្រឌិតទេបងត្រឹមតែទូរស័ព្ទមួយនឹងរឿងហ្នឹងខ្ញុំអត់ប្រឌិតទេបងប៉ុន្តែមនុស្សនេះខ្ញុំគាត់ថាវាខាងបោកគេស្តាអញ្ចឹងខ្ញុំចង់ឲ្យបង្ហាញមុខវាព្រោះវាមិនខ្ញុំគាត់ថាវាមិនមែនបោកតែខ្ញុំទេអញ្ចឹងក៏បំណងខ្ញុំរបស់បានមិនបានមកវិញវាមិនមែនជាបញ្ហាគឺខ្ញុំមិនចង់ឲ្យវាទៅបោកមនុស្សអញ្ចឹងវាគាត់ថាខ្ញុំ slot ខ្ញុំមិនហ៊ានធ្វើអីវាអញ្ចឹងចង់ផ្ដាំទៅថាគាត់ថាខ្ញុំ slot មិនហ៊ានធ្វើអីណែឯងប៉ុន្តែណែឯងជួបរបស់ពិតណែឯងក៏ហ៊ានធ្វើខ្ញុំក៏ហ៊ានធ្វើណែឯងហ៊ានលួចខ្ញុំហ៊ានប្តឹងណែឯងហ៊ានលួចខ្ញុំហ៊ានផុស អញ្ចឹងបើសិនជាឃើញវីដេអូហ្នឹងហើយឯងយកទូរស័ព្ទមកឲ្យខ្ញុំវិញហើយយកលុយមកឲ្យខ្ញុំវិញឲ្យគ្រប់ចំនួនហើយឯងត្រូវសុំទោសខ្ញុំជាសាធារណៈហើយខ្ញុំនឹងអត់នឹងដកពីប្រឹងប៉ុន្តែបើឯងនៅតែមិនអញ្ចឹងទេខ្ញុំនឹងធ្វើតាមផ្លូវច្បាប់ចាប់បានកន្លែងណាញាត់គុកកន្លែងហ្នឹងឯងត្រូវចាំ ចឹងមានន័យថារឿងនេះរឿងពិតប្រកបហ្មងអត់មានប្រឌិតទេយកមែនបាត់មែន ហ្នឹងហើយបាត់មែន ប៉ុន្តែឥឡូវនេះតំណែងលែងចូលហើយ លែងចូលហើយបងតំណែងលែងចូលហើយឆាតទៅក៏គ្រាន់ណាហាយទៅវាប្លុកចោលបាត់យើងយក account fake ឆាតទៅវាហាយទៅវាប្លុកចោលហ្មងនិយាយទៅតាំងពីមានរឿងហ្នឹងមកខ្ញុំឲ្យគេឆាតទៅវាដែរខ្ញុំឲ្យគេតាមដាន account វាដែរឆាតទៅវាគ្រាន់ណាហាយប្លុក បងអូនស្រីបានតែត្រឹមមកលើកបាទផ្លាករូបថតបាទបង្ហាញតែប៉ុណ្្នឹងទេបាទហើយខ្ញុំបាទជាអ្នកសារព័ត៌មានបាទបានតែត្រឹមមកផ្សព្វផ្សាយដើម្បីឲ្យបងប្អូនយើងបង្កើននៃការប្រុងប្រយ័ត្នឲ្យបានខ្ពស់ព្រោះសម័យនេះយើងឃើញថាបាទមិត្តភ័ក្តិស៊ីមិត្តភ័ក្តិអ្នកស្គាល់គ្នាស៊ីអ្នកស្គាល់គ្នាបាទលួចរបស់អ្នកស្គាល់គ្នានឹងហើយអញ្ចឹងអ្វីដែលយើងស្គាល់គ្នាមិនបានប្រមាណទេយើងមិនទាន់អាចទុកចិត្តគេឬក៏យើងមិនទាន់អាចបាទមានការបាទទុកចិត្តគេខ្ពស់ពេកបាទតែពេលយើងទុកចិត្តបាទមនុស្សដែលមិនស្គាល់ប្រវត្តិបាទមកពីណាមកពីណីផងបាទតែពេលឥឡូវនេះបងអូនស្រីខកចិត្តយ៉ាងខ្លាំងតែម្ដងបាទហេតុការណ៍ខាងលើនេះបងប្អូនបាទទស្សនាពិចារណាតាមការគួរចោះបាទខ្ញុំបាទជាអ្នកសារព័ត៌មានបាទទៅមកផ្សព្វផ្សាយព័ត៌មានដើម្បីបាទចែករំលែកបាទជូនទៅដល់បាទបងប្អូនដែលបានដឹងពីដំណឹងទាន់ហេតុការណ៍នេះតែប៉ុណ្ណោះហើយបើសម័យខ្លួនបានឃើញបាទអាចបាទតំណាក់តំណមកខ្ញុំបាទដើម្បីបាទធ្វើការបាទបកស្រាយបាទបានក្រោយបាទខ្ញុំបាទអឹមស៊ីទួទាំងក្រុមការងារបាទសូមបញ្ចប់បាទការផ្សាយបាទត្រឹមតែប៉ុណ្ណេះបាទមានបាទព័ត៌មានថ្មីនិងប្លែកយ៉ាងណាបាទខ្ញុំបានផ្សាយជូនបាទ